បាទខ្យងហើយនឹងក្តាមវាទៅព្រះវិហារធម្មតាទម្លាប់គេសាសនាគេទៅព្រះវិហារដល់ពេលអញ្ចឹងខ្យងវាហៅក្តាមប្រាប់ក្តាមមកស្អីស្អាតម្នាក់ចេះមើលអញចេះស្លឹងអញណាក្តាមថាហាអូម្នាក់មួយពាក់អាវពណ៌ទឹកប៊ិចហើយកុំមើលវាកុំមើលមកធូរខ្យងហៅទៀតក្តាមហាញោដល់អញទេណាញោដល់អញចាដល់ចេញពីវិហារបាត់អាខ្យងបាត់រហូតដល់ល្ងាចបាទខ្យងមកវិញក្តាមសួរចែងបាត់ទៅណាមួយថ្ងៃវល់ល្ងាចចេញពីវិហារមកអត់ឃើញហីហើយខ្ញុំចង់ដឹងរឿងវែងឆ្ងាយឥឡូវអញអស់កម្លាំងអស់កម្លាំងគេអស់កម្លាំងថៃមិនអស់កម្លាំងដើមវាសួរអញចេញពីវិហារមកយើងនឹងបបួអញទៅផ្ទះវាមើលទៅដល់ផ្ទះអញអេមករៀបចំញ៉ាំអីហើយរៀបនឹងចាត់ចែងរៀបនឹងប្រយុទ្ធទៅណាចាប់ថាប្តីគេមកហើយមើលប្តីគេមកហើយប្តីគេធ្វើទាហានទៀតហើយលេងយើងនឹងប្រាប់អញថាអូយប្តីអត់បានទេកាចតែដឹងថាអញមកអញ្ចឹងញ៉ៃមួយពុនគេអញ្ចឹងគេបាញ់ឲ្យចោលឥឡូវហើយតែអញ្ចឹងប្រពន្ធវាប្រាប់ឯងថាបងឯងយកអាវក្នុងទូយកមកអ៊ុតទៅចង់ខ្ញុំប្រាប់ប្តីខ្ញុំថាបងឯងហ្នឹងខ្ញុំជួមកអ៊ុតកៅអៅទេអញអ៊ុតកៅអៅយើងនឹងអស់មកទូពីព្រឹកដល់ល្ងាចបានហើយហត់ដល់កក្តាមវាថាហ្នឹងហើយអញហាម៉ែថាកុំឲ្យមើលម្នាក់ហ្នឹងឯងនៅមើលឯងនឹងកៅអៅឯងអ៊ុតហ្នឹងកៅអៅអាណាបោកអញហ្នឹងឯងអ្នកបោកថ្ងៃមុននាងនឹងបោកអញចឹងដែរទៅដល់ផ្ទះនាងទៅដល់ចាប់ប្តីគេមកតន់ដូចគ្នាហ្នឹងដល់ប្រាប់ប្តីវាថាជួអញមកបោកកៅអៅឯងមើលអញបោកកៅអៅគេអស់មកផ្ទះហ្នឹងមកពេញទូហ្នឹងក៏អាចបោកដែរអញហាម៉ែមិនស្ដាប់តែកុំឲ្យមើលឥឡូវឯងទៅអ៊ុតកៅអៅអញបោកសមអញបាទអានេះគេចង់ប្រាប់ថាកុំចេះតាហ៊ានហើយបើគេហាមស្ដាប់ទៅណា